លោកត្រាំថាសង្គ្រាមនៅអ៊ីរ៉ង់អាចប្រើពេល5ទៅសំទោស4ទៅ5សប្តាហ៍អង់គ្លេសព្រមឲ្យអាមេរិកប្រើមូលដ្ឋានទ័ពខ្លួនដើម្បីវាយតបទៅនឹងអ៊ីរ៉ង់វិញនិងសរុបព្រឹត្តិការណ៍ប្រចាំថ្ងៃបងប្អូនព័ត៌មានច្រើនដែរខ្ញុំសូមអានសង្ខេបតែយូរប៉ុណ្ណាលោកត្រាំបានបញ្ជាក់ឲ្យថាសង្គ្រាមនៅអ៊ីរ៉ង់នេះអាចប្រើពេលពី4ទៅដល់5សប្តាហ៍បាទមិនមែន24ម៉ោងទេបងប្អូនគឺ4ទៅ5សប្តាហ៍ខ្ញុំថាលោកត្រាំហាក់បីដូចជាមានភាពដែលទូលាយដែរតើតើនៅក្នុងការដែលអាចកំណត់ពេលវេលាមួយថាគាត់គិតវាយអ៊ីរ៉ង់ឲ្យខ្ទេចចុះសារភាពអីអស់ហើយរៀបចំបង្កើតឲ្យមានរដ្ឋាភិបាលថ្មីដោយមានក្រុមប្រឆាំងនឹងរដ្ឋាភិបាលសពថ្ងៃនឹងដែលលើកបន្ទប់ដោយសហរដ្ឋអាមេរិកនឹងអាចនឹងរៀបចំស្រុកទេសនេះឬក៏ស្ងប់សង្គ្រាមនេះវិញនៅក្នុងរយៈពេលត្រឹម4ទៅ5សប្តាហ៍ប៉ុន្តែ4ទៅ5សប្តាហ៍នេះគ្រាន់តែ2ថ្ងៃទេបងប្អូន3ថ្ងៃឯងម្ដងថ្ងៃនេះមើលទៅមើលថ្ងៃ28ថ្ងៃ1ថ្ងៃ2 3ថ្ងៃហើយគឺវាយសន្ធាប់ដល់ប្រទេសអ៊ីរ៉ង់ហ្នឹងគឺដូចរុកសបុកឲ្យម៉ាល់ដែរអ៊ីរ៉ង់ហ្នឹងក៏តបមកវិញយ៉ាងសម្បើមប៉ុន្តែបងប្អូនអ៊ីរ៉ង់ប្រឹងប៉ុណ្ណាក៏មិនទៅរួចដែរអ្នកណាសរសើរថាអ៊ីរ៉ង់ខ្លាំងអ៊ីរ៉ង់ប៉កែខ្ញុំជឿថាជាក្តីសុបិនធំណាស់ព្រោះឯសម័យនេះមកដល់ពេលនេះអ៊ីរ៉ង់អត់មានសម្ព័ន្ធមិត្តណាច្រើនក្រៅតែពីអ្នកដែលគេកំពុងតែស្អប់ខ្ពើមនៅជុំវិញពិភពលោកដែរទេដៃជើងរបស់អ៊ីរ៉ង់ដែលជាកូនជើងរបស់អ៊ីរ៉ង់ហ្នឹងគឺគ្មាននរណាក្រៅពីអ្នកដែលជាក្រុមភេរវកភេរវជនអីលាក់នឹងលាក់អីចឹងទៅដែលធ្វើឲ្យសហគមន៍អន្តរជាតិគេនឿយណាយគេធុញទ្រាន់គេចង់បានសហគមន៍អន្តរជាតិមួយថាបើមានបងធំឲ្យបងធំហ្នឹងក៏វាមានក្រមសីលធម៌អីទៅជាងមានបងធំដូចអ៊ីរ៉ង់មានបងធំដូចចិនមានបងធំដូចរុស្ស៊ីឬក៏មានបងធំដូចនៅកូរ៉េខាងជើងអីចឹងណាគេចង់ឲ្យមានបងធំដែរប៉ុន្តែបងធំរបៀបអាមេរិករបៀបអង់គ្លេសរបៀបបារាំងរបៀបអឺរ៉ុបអីចឹងទៅដើម្បីឲ្យវាមានក្រមសីលធម៌មានអីចឹងទៅបាទប៉ុន្តែយ៉ាងណាអាក្រមសីលធម៌នេះគឺត្រូវកវត្តចោលខ្លះហើយព្រោះអីយើងត្រូវដោះស្រាយជាមួយអ្នកវាយកង់វាយបោចសក់ដែរដល់អញ្ចឹងទៅប្រើអា fair play ហ្នឹងខ្ញុំជឿថាវាយពិបាកដែរតែចំណាត់ការរបស់លោកត្រាំហ្នឹងដូចខ្ញុំបានជម្រាបអញ្ចឹងទទួលបានការរិះគន់ច្រើនដែរពីសហគមន៍នៅសហរដ្ឋអាមេរិកនេះជាពិសេសតំណាងរាស្ត្របកប្រឆាំងនឹងរដ្ឋាភិបាលលោកត្រាំហ្នឹងដោយសារតែគេចោទប្រកាន់លោកត្រាំពីបទបំពានរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិកដែលត្រូវធ្វើសង្គ្រាមរដ្ឋធម្មនុញ្ញមិនអនុញ្ញាតឲ្យប្រធានាធិបតីបើកប្រកាសសង្គ្រាមជាមួយនឹងប្រទេសបរទេសដទៃដោយមិនឆ្លងកាត់រដ្ឋសភាទេតាមពិតអ្វីដែលលោកត្រាំធ្វើមិនខុសឆ្គងទេនៅក្នុងការចង់ផ្លាស់ប្ដូររបបមួយដើម្បីរកសិទ្ធិមនុស្សប្រជាធិបតេយ្យឲ្យជោគវាសនានៃប្រទេសនោះគ្រប់គ្រងដោយប្រជាពលរដ្ឋនៃប្រទេសនោះដោយផ្ទាល់កុំឲ្យពួកផ្ដាច់ការធ្វើទុកបុកម្នេញអីចឹងជាសមានចិត្តជាចិត្តចង់បានគឺវាអត់ខុសទេល្អប៉ុន្តែទង្វើដែលធ្វើគឺវាលើសទៅក្នុងអនីតិវិធីគេតែប៉ុណ្្នឹងឯងប៉ុន្តែបើយើងមើលឲ្យមែនតែនដើម្បីផ្ដល់ភាពយុត្តិធម៌ឲ្យអាប្រតិបត្តិការអីចឹងក៏យើងឃើញថាបើមិនធ្វើដូច្នេះគឺមេដឹកនាំផ្ដាច់ការនេះអត់ដែលបន្ថយការធ្វើបាបប្រជាពលរដ្ឋខ្លួនឯងសោះដោយសារតែខ្លួនឯងមានកម្លាំងទ័ពមានអាការគម្រាមកំហែងប្រើប្រព័ន្ធតុលាការប្រព័ន្ធប៉ូលីសប្រព័ន្ធទាហានអីដូចថាធ្វើបាបធ្វើទុកបុកម្នេញប្រជាពលរដ្ឋឲ្យបាក់ស្បាតអស់អញ្ចឹងប្រជាពលរដ្ឋខ្លួនឯងមិនអាចក្រោករួចទេងើបមួយវាយមួយអីអញ្ចឹងគឺក្រោកអត់បានអញ្ចឹងទៅធ្វើឲ្យអាមេរិកគិតថាវាអត់មានវិធីអីក្រៅតែពីទៅកបួចសម្រាប់មេដឹកនាំអីនឹងអញ្ចឹងទៅដើម្បីផ្លាស់ប្ដូររបបតែម្ដងតាមរយៈអង្គើហ ংস ាដែលមែនតើអង្គើហ ংস ានេះគ្មាននរណាចង់សាទរទេប្រទេសច្រើនណាស់ក៏គេថ្កោលទោសសហរដ្ឋអាមេរិកដែរក៏ប៉ុន្តែក៏មានប្រទេសច្រើនដែរក៏គ្រប់គ្រងដែរព្រោះអីគិតថាចំណាត់ការហ្នឹងគឺដើម្បីរំដោះប្រទេសមួយចេញពីនរុអវជ័យអានេះជាការគិតជាការគម្រាមកំហែងដល់សន្តិសុខតំបន់ហ្នឹងបើសិនជាអស់អញ្ចឹងទៅគេក៏មិនសូវភ័យជាពិសេសអ៊ីស្រាអែលភ័យជាងគេអ៊ីស្រាអែលសត្រូវដែលស៊ីសាច់ហុតឈាមហើយខ្លាចជាងគេគឺអ៊ីរ៉ង់ដែលមានបរមាណូហ្នឹងតែព្រោះអីតែមានបញ្ហាអីខ្ទេចអ៊ីស្រាអែលនឹងតែម្ដងប៉ុន្តែអ៊ីរ៉ង់ទោះជាមានសពាវុធសម្បើមយ៉ាងណាក៏អ៊ីរ៉ង់អត់អាចនឹងប្រើប្រាស់បរមាណូនៅពេលនេះបានឬក៏ពេលណាក៏ប្រើមិនបានដែរព្រោះដោយសារតែសម្ព័ន្ធមិត្តរបស់អាមេរិកនិងអ៊ីស្រាអែលនឹងគឺនៅព័ទ្ធជុំវិញខ្លួនចិត្តហើយសប្តាហ៍នេះអ្វីដែលអ៊ីរ៉ង់ធ្វើនឹងគឺជាការការពារខ្លួនហើយការការពារខ្លួននេះគឺអ៊ីរ៉ង់ក៏មានសិទ្ធិស្របច្បាប់នៅក្នុងការការពារខ្លួននៅពេលដែលមានកញ្ជ្រួចវងឬក៏មានកញ្ជ្រួចបាញ់ឆ្លងទ្វីបចេញមកពីទីតាំងផ្សេងទៀតរបស់អាមេរិកនៅគ្រប់ប្រទេសដែលជាសម្ព័ន្ធមិត្តអាមេរិកនៅជុំវិញអ៊ីរ៉ង់ដូច្នេះអ៊ីរ៉ង់អាចបាញ់ទៅប្រទេសនោះទាំងអស់
នៅក្នុងការការពារខ្លួនដើម្បីទប់នឹងកញ្ជ្រួចហ្នឹងប៉ុន្តែបងប្អូនម្នាក់ឯងហើយនៅពេលដែលស្រោចពីអាមេរិកនិងសម្ព័ន្ធមិត្តថាតើអ៊ីរ៉ង់នឹងអាចទប់រួចខ្លួនដែរទេសង្គ្រាមនេះវាគ្រាន់តែជាអង់គ្លេសហៅថា it just a matter of time បានន័យថាវាគ្រាន់តែរងចាំពេលវេលាកំណត់ដែលនឹងមកដល់ទេវាអត់មានថា if គឺ when ពាក្យថាអត់មានប្រសិនបើអ៊ីរ៉ង់ឈ្នះទេវាអត់មានទេគឺមានតែអ៊ីរ៉ង់ត្រូវបរាជ័យហើយប្រជាពលរដ្ឋអ៊ីរ៉ង់នឹងឡើងមកកាន់គ្រប់គ្រងប្រទេសហើយតើការរៀបចំគ្រប់គ្រងប្រទេសអ៊ីរ៉ង់ដោយប្រជាពលរដ្ឋអ៊ីរ៉ង់ដោយការលើកបន្ទប់ឬក៏ការវាយប្រហារបែបនេះវាមានសុខសន្តិភាពប៉ុណ្ណាអានឹងរឿងវែងឆ្ងាយតទៅទៀតបងប្អូនប៉ុន្តែលោកត្រាំគាត់បាននិយាយឲ្យថាសង្គ្រាមនេះនឹងត្រូវការពេល4 ទៅ 5 សប្តាហ៍ហើយលោកបាននិយាយថាបើសិនជាអ៊ីរ៉ង់សុកចិត្តដាក់អាវុធជាពិសេសទ័ពប្រយុទ្ធអីហ្នឹងគឺគាត់ឲ្យគេហៅការអនុគ្រោះលើកលែងទោសគ្រប់គ្នាអត់មានទៅមើលតតាំងវាយប្រហារឬយកចាប់ទោសអូសដំណើរអីទេមកគឺឲ្យសិទ្ធិជ្រកកោននយោបាយឬក៏ការអនុគ្រោះសណ្ដោះប្រណីទាំងអស់គ្នាអ្នកដែលទម្លាក់អាវុធតែបើអត់ទេគាត់ថាជៀសមិនផុតពីការប្រយុទ្ធនឹងទេព្រោះអី4 ទៅ 5 សប្តាហ៍ច្រើនទៀតដែរបងប្អូនការប្រយុទ្ធនេះគឺជៀសមិនផុតពីការស្លាប់ទេពូគ្រាប់ពេញផ្ទៃអាកាសហើយមិនមែនតែកន្លែងតែមួយទេដែលគ្រាប់នឹងធ្លាក់នៅអ៊ីរ៉ង់គឺគ្រាប់ធ្លាក់ស្រស់រាប់រយទីតាំងនៅក្នុងទីក្រុងច្រើនសឹងតែគ្រប់ទីក្រុងនៅក្នុងប្រទេសអ៊ីរ៉ង់ហ្នឹងជាពិសេសគោលដៅយោធាដែលអាមេរិកនិងអ៊ីស្រាអែលត្រូវការទម្លាក់ណាហើយយើងដឹងហើយគឺស្រោចប៉ុន្តែបងប្អូនមជ្ឈិមបូព៌ានេះគឺមានសម្ព័ន្ធមិត្តច្រើនខ្ញុំគ្រាន់តែរៀបរាប់ថាតើមជ្ឈិមបូព៌ាមានប្រទេសណាខ្លះដែលជាបញ្ហាហ្នឹងមជ្ឈិមបូព៌ាមានប្រទេសអ៊ីរ៉ង់អ៊ីស្រាអែលអារ៉ាប់ប៊ីសាអូឌីតអ៊ីរ៉ាក់ទួរគីហ្សូដង់មានសេរីលីបង់ប្រទេសគុយវ៉ែតកាតាអូម៉ង់អារ៉ាប់រួមយេមិននិងបារ៉ែនអញ្ចឹងប្រទេសទាំងអស់នេះគឺនៅក្នុងមជ្ឈិមបូព៌ាមានប្រទេសច្រើនណាស់នៅក្នុងមជ្ឈិមបូព៌ានេះដែលជាសម្ព័ន្ធមិត្តរបស់អាមេរិកដូចជាប្រទេសអ៊ីស្រាអែលដូចអារ៉ាប់ប៊ីតសាអូឌីតឥឡូវអ៊ីរ៉ាក់ហ្នឹងក៏តែអញ្ចឹងដែរប្រទេសផ្សេងទៀតចូលរួមចាប់ដៃដូចកាតាអីជាមួយអាមេរិកច្រើនដែរប៉ុន្តែក៏នៅមានប្រទេសមួយចំនួនហ្នឹងក៏នៅតែមានក្រុមពួកអូទៀមពួកអីនៅជ្រកកោនហ្នឹងហើយដែលជាកូនជឹងរបស់អ៊ីរ៉ង់អានេះហើយដែលជារឿងបញ្ហាបងប្អូនត្រូវដឹងថាចំនួននៅក្នុងមជ្ឈមបូព៌ានេះមែនតែនទៅចំនួនផ្ទៃក្នុងរបស់ប្រទេសគាត់នឹងដែរគឺឆ្លោះគ្នាដោយអ៊ីស្រាអែលនិងក្រុមនិយាយទៅក្រុមអ្នកនៅអា Middle East នឹងមជ្ឈមបូព៌ានឹងពួកគាត់សបោប្រេងដល់ពេលសបោប្រេងក៏ដដើមឆ្លោះគ្នាដើម្បីឥទ្ធិពលនៅក្នុងការលក់ប្រេងហ្នឹងហើយអាប្រេងហ្នឹងដើម្បីកាងឥទ្ធិពលហ្នឹងទៅលុយវាលក់ប្រេងបានច្រើនហ្នឹងក៏នាំគ្នាធ្វើផលិតសពាវុធអីក្រុមភេរវកក្រុមអីដើម្បីការពារទេតាមពិតអាហ្នឹងជាខែលរបស់ពួកគាត់ប៉ុន្តែអាខែលហ្នឹងដល់ពេលគាត់មានក្រុមភេរវកម្មពួកអីចឹងទៅវាទៅជាធ្វើឲ្យមានគ្រោះថ្នាក់ដល់ប្រទេសផ្សេងនៅលើនៅពិភពលោកនៅក្នុងតំបន់ចឹងទៅបានចុងក្រោយនឹងក៏មានការបង្ក្រាបការឆ្លោះគ្នាហើយអ៊ីស្រាអែលមែនតើគឺខ្លាចក្រុមទាំងអស់នេះរីកលូតលាស់ណាស់បានជាសហការចិត្តស្និទ្ធមានសម្ព័ន្ធមិត្តជាមួយអាមេរិកដើម្បីចាត់ការអ្នកទាំងអស់នេះហើយឥឡូវនេះអាសម្ព័ន្ធមិត្តនេះកាន់តែធំទៅសម្រាប់អាមេរិកហើយនិងអ៊ីស្រាអែលសម្រាប់អ៊ីរ៉ង់កាន់តែថយទៅដល់តែពេលមានការអីភ្លាមគឺសម្ព័ន្ធមិត្តទាំងអស់ហ្នឹងនាំគ្នាជួយបាញ់ស្រោចទៅលើប្រទេសអ៊ីរ៉ង់អញ្ចឹងអ៊ីរ៉ង់បាញ់តបមកវិញដែរគ្រប់កន្លែងដែរទៅតាមលទ្ធភាពដែលអាចធ្វើបានក៏ប៉ុន្តែបងប្អូនវាហាក់បីដូចជាសัตว์គោព្រៃមួយដែលពីមុនថាគោព្រៃចោះឥឡូវហ្នឹងអាព្រួញអាស្នាអីហ្នឹងគេបាញ់ពីមនុស្សជុំទិសមកតើគាត់អាសัตว์ហ្នឹងនឹងអាចរួចពីការស្លាប់ឬក៏យ៉ាងម៉េចបើសិនជាមើលទៅគឺទីបញ្ចប់គឺគ្មានអីក្រៅពីវងរណៈហ្នឹងទេតែគាត់តដៃឲ្យអស់ចិត្តទៅព្រោះអីសពថ្ងៃគាត់នៅមានបរមាណូបងប្អូនអ៊ីរ៉ង់អត់ទាន់ប្រើបរមាណូទេហើយបរិមាណូអ៊ីរ៉ង់នេះក៏អត់ទាន់ខ្ទេចខ្ទីអស់ដោយអ្វីលោកត្រាំធ្លាប់និយាយថាកំតិចកាលពីខែមិថុនាហ្នឹងគឺរោងចក្រផលិតបរិមាណូ3កន្លែងហ្នឹងថាខ្ទេចអស់អត់ខ្ទេចទេនៅឡើយទេនៅច្រើនព្រោះអីអង្គការត្រួតពិនិត្យបរិមាណូអន្តរជាតិគេបានទៅពិនិត្យមើលទីតាំងបរិមាណូទាំងអស់នោះថា
អត់ទាន់ខ្ទេចខ្ទីអស់រលីងដោយអ្វីដែលជាការលើកឡើងរបស់លោកត្រាំទេអញ្ចឹងអ៊ីរ៉ង់នៅមានឥទ្ធិពលអាចប្រើនឹងបានសួរសំណួរទៅវិញសួរតើអាចប្រើបានទេខ្ញុំនឹងបញ្យល់ឥឡូវមុននឹងបញ្យល់រឿងនេះចង់និយាយថាតួលេខចុងក្រោយបង្ហាញថាមនុស្សស្លាប់ដល់ទៅ555នាក់ហើយ55នាក់ហ្នឹងគឺវាស្លាប់ស្ទើរគ្រប់កន្លែងទាំងអស់មិនមែនតែនៅប្រទេសអ៊ីរ៉ង់ទេគឺគ្រាប់ផ្លោងហើយភាគច្រើនប្រើ drone យន្តហោះអត់អ្នកបើកនេះគឺជាសង្គ្រាមមួយដ៏គួរឲ្យចាស់សង្គ្រាមបច្ចេកវិទ្យាទំនើបនេះគឺគេលែងយកមនុស្សចូលទៅវាយហើយគឺគេយកតែសពាវុធនឹងមនុស្សគឺឬក៏លាក់ខ្លួននៅក្នុងគេហៅត្រង់សេក្រោមដីអីចឹងទៅចេញមកតែបញ្ជាអាគ្រឿងហ្នឹងទៅឲ្យបញ្ជាចាប់ប្រព័ន្ធបាញ់ទៅវិញទៅមកវាអាចមនុស្សមិនច្រើនទេស្លាប់ដោយសារតែផ្លោងទៅផ្លោងមកនេះគឺមែនតើមនុស្សដឹងមុនហើយត្រូវចូលនៅក្នុងគឺនៅក្នុងលេនដ្ឋានអីប៉ុន្តែនៅតែត្រូវចឹងព្រោះអីមានក្របខ្លះធ្លាក់ត្រូវសាលារៀនក្របខ្លះធ្លាក់ត្រូវមន្ទីរពេទ្យអីចឹងតលយៈភាពនៃការស្លាប់នេះគឺ555នាក់ហើយដែលអគ្គកបាក្រមអន្តរជាតិបានប្រកាសស្លាប់នៅគ្រប់ទិសទីភាគច្រើននៅក្នុងប្រទេសអ៊ីរ៉ង់នឹងតែម្ដងហើយមេដឹកនាំរបស់អ៊ីរ៉ង់ច្រើនណាស់ដែលបានស្លាប់បាត់បង់ជីវិតដោយសារតែគ្រាប់ផ្លោងដែលអ៊ីរ៉ាក់សំទោសដែលអ៊ីស្រាអែលនិងអាមេរិកបាញ់សន្ធាប់ទៅក្នុងអាគារមួយដែល FBI គឺក្រុមស៊ើបការសម្ងាត់របស់អាមេរិកតាមដានឃ្លាំមើលច្រើនខែហើយនៅពេលដែលគេដឹងថាក្រុមគាត់នឹងជួបប្រជុំគ្នាគណៈដឹកនាំធំហ្នឹងព្រោះត្រៀមជើងព្រួលខ្លាចអាមេរិកវាយយូរហើយព្រោះចរចាអត់បានសម្រេចណាអញ្ចឹងបានជាគេដឹងថាគាត់ប្រជុំជុំគ្នានឹងទៅគឺគ្រាប់នឹងសន្ធាប់ទៅអាគារដែលពួកគាត់គ្រោងនឹងជួបជុំគ្នានឹងដែលមេធំដោយទាំងលោកអាលីហាមេនេអីហ្នឹងគឺនៅក្នុងហ្នឹងទាំងអស់អញ្ចឹងស្លាប់ថ្នាក់ដឹកនាំការពារជាតិអ៊ីរ៉ង់ច្រើនមែនតើដែលរឿងនេះគឺជាការបំបាក់ទឹកចិត្តស្មារតីនៃការតស៊ូរបស់ក្រុមអ៊ីរ៉ង់ហ្នឹងច្រើនណាស់ព្រោះអីទៅចាក់ចំបេះដូងហើយសម្លាប់មេដឹកនាំអ៊ីរ៉ង់ស្ទើរតែដាច់ពូជនៅក្នុងមួយសំណាញ់ណាគឺសំណាញ់មេឃរបស់អាមេរិកនិងអ៊ីស្រាអែលនេះគឺធ្ងន់មែនតើអានេះហើយគឺជារឿងមួយដែលអ៊ីរ៉ង់រកម្មចិត្តប៉ុន្តែទ័ពអាមេរិកក៏ស្លាប់ដែរបងប្អូនថ្ងៃនេះគឺស្លាប់4នាក់ហើយ4នាក់ហ្នឹងស្លាប់ដោយសារតែអំបែងដែលភាគច្រើនគឺជាអំបែងដែលផ្ទុះដោយ drone ឬក៏កំជ្រួចដែលបាញ់មកពីអ៊ីរ៉ង់ត្រូវនឹងមូលដ្ឋានទ័ពរបស់អាមេរិកដែររបួសប្រហែលជាមើលដំបូងឡើយស្លាប់3នាក់របួស5នាក់ប៉ុន្តែឥឡូវនេះអ្នកដែលរបួសធ្ងន់ទាំង5នាក់នោះមានម្នាក់បានស្លាប់ទៀតអញ្ចឹងទ័ពអាមេរិកស្លាប់4នាក់ហើយលោកត្រាំថាអាចនឹងស្លាប់ទៀតជិះមិនផុតទេដោយសារតែសង្គ្រាមនេះគឺវានឹងអូសបន្លាយពេលរហូតដល់5សប្តាហ៍ទៀតឯណោះក៏ប៉ុន្តែលោកថាអាមេរិកនឹងយកឈ្នះហើយនឹងរៀបចំមេដឹកនាំថ្មីដើម្បីយកទៅគ្រប់គ្រងអ៊ីរ៉ង់ប៉ុន្តែលោកមិនបានបញ្ជាក់ថាមេដឹកនាំថ្មីនឹងជាអ្នកណាទេគាត់ថាមានជំរើស3ដែលនឹងជាមេដឹកនាំពីក្រុមដែលប្រឆាំងនឹងរបបដឹកនាំរបស់អ៊ីរ៉ង់ប៉ុន្តែក៏អត់ប្រាប់ថា3អ្នកនឹងជាអ្នកណាទេយើងពិបាកនឹងជឿឬក៏រកអ្នកណាទៅជំនួសដែរព្រោះអីអ៊ីរ៉ង់អត់មានគណៈបកប្រឆាំងណាដែលឡើងមកបានទេសម្រាប់ចោលអស់ហើយអាចមានអ្នកនៅក្រៅប្រទេសឬក៏ត្រូវតែយកមនុស្សនៅក្នុងជួររដ្ឋាភិបាលអ៊ីរ៉ង់ដែលអាចនឹងទាស់ទៅនឹងរដ្ឋាភិបាលហ្នឹងដែលអាមេរិកចិញ្ចឹមឬក៏រក្សាទុកយូរហើយយើងចាំមើលទៅទៀតព្រោះអីនៅក្នុងហ្នឹងនៅពេលដំណាក់កាលណាមួយវាអាចមានអ្នកដែលគេក្រោកបះបោឬក៏អាមេរិកជឿទុកចិត្តថាអាចមានជំហរមួយកណ្ដាលអីចឹងគេសម្លឹងមើលមនុស្សដែលចូលរួមនៅក្នុងការចរចាជាមួយអាមេរិកដែលជួបគ្នានៅក្នុងតុចរចាអីហ្នឹងគេឃើញមនុស្សមួយចំនួនដែលអាមេរិកគិតថាអាចយកមកប្រើបានព្រោះអីខុសពីវេណេស៊ុយអេឡាគាត់ដូរតាម៉ាឌូរ៉ូឬក៏ម្នាក់ពីរនាក់ហ្នឹងហើយឲ្យមន្ត្រីរាជការដែលធ្លាប់ធ្វើការឲ្យរដ្ឋាភិបាលវេណេស៊ុយឡាបន្តដដែលប៉ុន្តែនៅអ៊ីរ៉ង់មិនមែនស្រួលអញ្ចឹងទេព្រោះអ៊ីរ៉ង់ហេដ្ឋារចនាសម្ព័ន្ធនៃការដឹកនាំរដ្ឋគឺផ្ដាច់ការសុទ្ធសាធតែម្ដងអត់មានបកប្រឆាំងទេនិយាយទៅគឺបកប្រឆាំងជាប់គុកអស់ហើយឬក៏សម្លាប់ចោលអស់ហើយអាហ្នឹងហើយដែលធ្វើឲ្យអាមេរិករៀងពិបាកបន្តិចប៉ុន្តែលោកត្រាំគាត់ថានៅតែនឹងរកវិធីយ៉ាងម៉េចដើម្បីឲ្យប្រជាពលរដ្ឋអ៊ីរ៉ង់ជាអ្នកដែលសម្រេចជោគវាសនារបស់អ៊ីរ៉ង់ដោយរៀបចំឲ្យមានការបោះឆ្នោតដឹកនាំរដ្ឋាភិបាលអីចឹងទៅរឿងនេះហើយយើងអាចថាវាអាចយូរប៉ុន្តែនិយាយពីរឿងគ្រាប់បរមាណូរបស់អ៊ីរ៉ង់វិញថ្ងៃនេះមន្ត្រីជាន់ខ្ពស់ការពារជាតិរបស់អ៊ីរ៉ង់ប្រាប់ថាគ្រាប់បានធ្លាក់ទៅប៉ះចំរោងចក្របរមាណូដែលធំមួយរបស់អ៊ីរ៉ង់គឺដែលមន្ត្រីនេះអះអាងប្រាប់សារព័ត៌មានអន្តរជាតិថាអាមេរិកកំពុងតែឬក៏អ៊ីស្រាអែលកំពុងរករឿង
កន្លែងមជ្ឈមណ្ឌលផលិតបរមាណូឬរោងចក្រហ្នឹងដែលរោងចក្រហ្នឹងគេថារោងចក្រសម្រាប់ស៊ីវិលទេសម្រាប់ផលិតអគ្គិសនីសម្រាប់ផលិតថាមពលធម្មតាដែលអត់ប៉ះពាល់នឹងគ្រឿងយោធាទេគេអ៊ីរ៉ង់កំពុងតែយកហេតុផលមួយថាបរោរឿងបរមាណូគេច្បាស់ជាអាចនឹងប្រើបរមាណូឬក៏មិនដឹងគាត់អ៊ីរ៉ង់ចង់ប្រាប់ថាអាហ្នឹងជាកន្លែងបរមាណូសម្រាប់ធ្វើជនស៊ីវិលសម្រាប់ជួយជនស៊ីវិលទេហេតុអីបានទៅបាញ់កំទេចអីចឹងណាប៉ុន្តែនៅក្នុងពេលដែលអ៊ីរ៉ង់អះអាងបែបហ្នឹងមន្ត្រីអន្តរជាតិផ្នែកខាងគ្រប់គ្រងក្របឬក៏ការសាយភាយបរមាណូនៅលើពិភពលោកហ្នឹងគឺគាត់បានអះអាងថាមកដល់ម៉ោងនេះគាត់នៅតែប្រកាន់ជំហរដូចម្សិលមិញគាត់និយាយថារោងចក្របរមាណូរបស់អ៊ីរ៉ង់ទាំងអស់អត់ទាន់មានប៉ះពាល់អីទេអញ្ចឹងម៉ោងនេះនៅពេលដែលមានមន្ត្រីអ៊ីរ៉ង់លើកអញ្ចឹងក៏គាត់លើកអះអាងថាអត់មានតាក់ទងនឹងរឿងកំតិចប៉ះពាល់នៅឡើយទេកុំយកលេសអីអញ្ចឹងទៅដូច្នេះយើងតាមដានព័ត៌មាននឹងតទៅទៀតអ៊ីរ៉ង់កំពុងតែប្រហើបរឿងបរមាណូអាចចង់ប្រាប់ថាទៅហុកគេដល់បរមាណូប្រយ័ត្នតែគេប្រឡែងប៉ុន្តែដូចខ្ញុំបានជម្រាបចឹងបងប្អូនបើអ៊ីរ៉ង់ហ៊ានសម្រេចប្រើតែគ្រាប់បរមាណូតែមួយគ្រាប់ដំបូងហ្នឹងគឺជាមួយគ្រាប់ចុងក្រោយហើយគឺអ៊ីរ៉ង់នឹងទៅជាផេះផង់ហើយព្រោះអីគ្រាប់បរមាណូរបស់ប្រទេសអ៊ីស្រាអែលរបស់ប្រទេសប្រចាំសម្ព័ន្ធមិត្តអាមេរិកនិងអាមេរិកខ្លួនឯងហ្នឹងគឺមានច្រើនណាស់នៅតំបន់ក្បែរហ្នឹងសុទ្ធតែកញ្ជ្រួចដែលអាចពំគ្រាប់បរមាណូទៅទម្លាក់លើអ៊ីរ៉ង់ឲ្យទៅជាផេះផង់ក្នុងរយៈពេល24ម៉ោងនេះអញ្ចឹងអ៊ីរ៉ង់នឹងមិនជ្រើសរើសយកការដែលបញ្ចេញអាវុធបរមាណូនឹងទេបើសិនជាបញ្ចេញបានហើយគេវាយស្រោចខ្លួនឯងហេតុអីបានជាអត់បញ្ចេញបានដោយសារមិនអាចទេបើអាចចេញហ្នឹងគឺខ្ទេចខ្ទីទាំងអស់តែម្ដងដូច្នេះមកដល់ម៉ោងនេះគឺដល់ពេលចរចាហើយព្រោះអីបើតាមលោកណែរដ្ឋលេខាធិការឬក៏រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកលោក Pete Hegseth បាននិយាយថាមានមន្ត្រីជាន់ខ្ពស់របស់អ៊ីរ៉ង់បោះដៃមកសុំចរចាហើយដើម្បីឲ្យចប់សង្គ្រាមនេះប៉ុន្តែលោកត្រាំអត់ព្រមលោកត្រាំថាអត់មានការចរចាទេវាយមកប្រាវសិនចាំគិតទៀតប៉ុន្តែគាត់ថាចាំទុនដៃអស់ចាំគិតរឿងចរចាតែគាត់នៅតែរកមនុស្សដើម្បីយកទៅដាក់គ្រប់គ្រងនៅប្រទេសអ៊ីរ៉ង់ហ្នឹងទៅតាមលទ្ធភាពដែលអាចធ្វើទៅបានអានេះជាការអះអាងរបស់លោកត្រាំបាទតែយើងឃើញថាគាត់បានសម្រេចទៅដោយរបៀបណាយើងអត់ដឹងសង្គ្រាមនេះคล้ายទៅជាសង្គ្រាមនៅក្នុងតំបន់ពិតហើយបងប្អូនខ្លះថាអូចាំមើលនឹងផ្ទុះទៅជាធំវាមិនមានអីទៅក្អកជាមួយសម្ព័ន្ធមិត្តអាមេរិកបានទេព្រោះម៉ោងណាចក្រភពអង់គ្លេសបានអនុញ្ញាតពីមុនមកអត់ព្រមឲ្យទ័ពអាកាសឬក៏ទ័ពជើងទឹកជើងគោកអីមូលដ្ឋានទ័ពរបស់អង់គ្លេសហ្នឹងឲ្យអាមេរិកអាចប្រើប្រាស់ដើម្បីយកវាយបកអ៊ីរ៉ង់បានទេឥឡូវនេះរដ្ឋមន្ត្រីរបស់អង់គ្លេសចក្រភពអង់គ្លេសប្រកាសជាផ្លូវការថាប្រើបានអត់អីទេយកមូលដ្ឋានទ័ពរបស់អង់គ្លេសយកទៅធ្វើជាកន្លែងដើម្បីយោធាអាមេរិកចោះចតឬក៏ប្រើប្រាស់ដើម្បីវាយបកទៅខាងអ៊ីរ៉ង់វិញយកចោះគាត់ថាអង់គ្លេសមិនទាន់ប្រាប់ថាខ្លួននឹងចូលរួមការប្រយុទ្ធជាមួយអាមេរិកតែអនុញ្ញាតបានន័យថានេះគឺជាភ្លើងខៀវចូលរួមជាមួយអាមេរិកដែរនៅក្នុងសង្គ្រាមអ៊ីរ៉ង់នេះហើយអញ្ចឹងអង់គ្លេសអត់ឈរកដាលឈរអីទេគឺឈរនៅខាងអាមេរិកនិងអ៊ីស្រាអែលដែរក្រៅពីអាមេរិកមានប្រទេសបារាំងនិងអាល្លឺម៉ង់មេដឹកនាំប្រទេសនេះក៏បានបញ្ជាក់ជំហរយ៉ាងច្បាស់ដែរថាពួកគេនឹងការពារសម្ព័ន្ធមិត្តរបស់គេនៅមជ្ឈិមបូព៌ាបានន័យថាម៉េចបងប្អូននៅពេលដែលគេថាការពារបានន័យថាគឺគេនឹងជួយវាយបកទៅអ៊ីរ៉ង់វិញបើសិនជាមានគ្រាប់ឬក៏អីធ្លាក់ចូលនៅក្នុងដែនសម្ព័ន្ធមិត្តរបស់គេដូច្នេះទាំងអង់គ្លេសទាំងបារាំងទាំងអាល្លឺម៉ង់គឺសុទ្ធតែបង្ហាញជំហរថាពួកគេនឹងវាយទៅអ៊ីរ៉ង់អញ្ចឹងបានន័យថាអាមេរិកអ៊ីស្រាអែលកាន់តែមានសម្ព័ន្ធមិត្តរបស់ខ្លួនបញ្ជាក់ជំហរមិននៅកដាលទេគឺឈរនៅខាងអាមេរិកនិងខាងអ៊ីស្រាអែលបានន័យថាម៉េចបានន័យថាអ៊ីរ៉ង់និងសម្ព័ន្ធមិត្តកូនជើងរបស់អ៊ីរ៉ង់កាន់តែរិចរិលទៅហើយអញ្ចឹងសង្គ្រាមនេះ4សប្តាហ៍ទៅ5សប្តាហ៍ខ្ញុំជឿថាបើអ៊ីរ៉ង់ដាក់អាវុធឬក៏សុកចិត្តចោះចាញ់នៅពេលនេះគឺការស្លាប់អាចនឹងតិចការខ្ទេចខ្ទីអាចនឹងតិចជាងនេះប៉ុន្តែជាចរិតរបស់មេដឹកនាំផ្ដាច់ការរបស់អ៊ីរ៉ង់គេនឹងមិនចោះចាញ់ទេគឺរហូតតតែខ្ទេចអស់ប៉ុន្តែខ្ញុំជឿហើយថាមេដឹកនាំមួយក្រុមធំដែលស្លាប់អស់បែបនេះគឺបែកបាក់កូនចៅអស់ហើយអ្នកណាដែលលើកតាំងថ្មីដូចខ្ញុំបានជម្រាបហើយគឺមិនរស់ទេគឺគេនឹងសម្លេះចោលអីអញ្ចឹងវាជារឿងអកុសលសម្រាប់ក្រុមតស៊ូខាងនោះក៏ប៉ុន្តែអាមេរិកនិងអ៊ីស្រាអែលមិនទុកឲ្យអ្នកទាំងអស់នោះរួចខ្លួនទេព្រោះគេមានភ្នាក់ងារសម្ងាត់គេស៊ើបការសម្ងាត់ដឹងរឿងបងប្អូនយើងឆ្ងល់ទេហេតុអីបានជាមានរឿងហ្នឹងទៅ
អេរ៉ង់ហ្នឹងគេគ្រប់គ្រងប្រទេសគេមានកញ្ជ្រួចការពារមានបរិមាណណូមានអីមេដឹកនាំគេគ្រប់គ្រងប្រទេស30-40ឆ្នាំហេតុអីបានជាមានរឿងអីឲ្យគេផ្លោងមកប្រាវទៅអាកន្លែងជុំគ្នាហ្នឹងហើយស្រាប់តែស្លាប់មនុស្សអស់ទាំងកបែបនេះដែលជាថ្នាក់ដឹកនាំវាអញ្ចឹងណាបងប្អូនការដឹកនាំរបៀបផ្ដាច់ការវាមានមនុស្សនៅក្នុងជួរបកហ្នឹងនៅក្នុងជួររដ្ឋអំណាចហ្នឹងដែលគេក៏រងចាំតែថ្ងៃដើម្បីផ្ដល់និយាយថាឲ្យតម្រុយទៅខាងយើងថាងអ្នកនឹងជាគិញសម្ងាត់គិញហ្នឹងគេមានតែអញ្ចឹងគ្រប់តបៈគ្រប់តកន្លែងទេតែបើយើងធ្វើឲ្យល្អមានតែឈឺក្បាលអីរឿងគិញតែយើងធ្វើឲ្យអាក្រក់គឺនៅថ្ងៃណាមួយគឺអ្នកនឹងរងទោសអញ្ចឹងដោយសារតែមនុស្សនៅជួរក្នុងរចនាសម្ព័ន្ធហ្នឹងព្រោះគេរឿងមនុស្សនឹងលុយតែគេទិញបានគឺមនុស្សយើងចឹងឯងគេឲ្យលុយគេឲ្យធានាអីច្រើនយ៉ាងទៅគឺនៅតែគេអាចរកឃើញចឹង CIA របស់អាមេរិកភ្នាក់ងារសម្ងាត់អាមេរិកតាមដានរឿងនេះយូរហើយរាប់ខែហើយគេដឹងទៀតថាទីតាំងនៅកន្លែងណាយើងសង្ស័យថាហេតុអីបានទីតាំងច្បាស់ម្ល៉េះតើតែ GSP សំទោស GPS ដាក់ទៅបានយើងដឹងប៉ុន្តែយើងធ្វើមិនដឹងអា GPS ហ្នឹងក៏គេអាចយកទៅដាក់ជាប់នឹងនរណាម្នាក់អីចឹងទៅហើយទៅអង្គុយណាប្រជុំនៅណាទៅយើងដឹងទីតាំងហ្នឹងគឺទម្លាក់អត់មានខុសអីទេដូច្នេះរឿងនេះគឺតែការដឹកនាំរបៀបផ្ដាច់ការយូរប្រទេសប្រជាប្រដ្ឋខ្លួនឯងអ្នកនៅជាមួយក៏ស្អប់ខ្លួនដែរអញ្ចឹងទៅបានជាខ្ញុំគិតថានេះគឺជាសារប្រាប់មេដឹកនាំផ្ដាច់ការនៅលើពិភពលោកឲ្យពង្រឹងការដឹកនាំរបៀបជាបង្រួបបង្រួមផ្សះផ្សាទៅល្អជាងការរងចាំអាថ្ងៃហ្នឹងតើបានប្រយោជន៍អីទ្រព្យសម្បត្តិដែលអស់លោកខំប្រឹងយកមកយកទៅចាយនៅណាក្តៅកាហាយកុហលកាហាយស្លាប់ខ្លួនអស់ទៅទាំងគ្រួសារទាំងអីទាំងអស់វាពិបាកអញ្ចឹងហើយប្រជាពលរដ្ឋគឺគេចាំមើលតិចទៀតតែពេលមានការគ្រប់គ្រងអីស្រួលបួលដោយក្រុមប្រឆាំងហ្នឹងទៅរើកាយផ្ទះអ្នកមានអ្នកអីហ្នឹងអូយអាក្រក់ផ្នែកទៀតហើយរឿងនេះគឺជារឿងសត្យានុមត្តិទៅតាមបែប logic ចឹងអត់មានអីប្រែប្រួលទេគឺវាទៅតាមផ្លូវហ្នឹងបាទបងប្អូនចំណងជើងត្រឹមប៉ុណ្ណឹងខ្ញុំអានព័ត៌មានក្នុងស្រុកជូនបងប្អូនគឺតាក់ទងនឹងរឿងក្នុងស្រុកយើងអាស្រុកក្រៅនឹងចង់ហែងឆេះកាល់យ៉ាងណាក៏ដោយក៏ខ្មែរយើងនឹងគេវាយគេយកបលាលួសគេយកកុងតឺន័រគេឈ្លានពានដែរអធិបតេយ្យយើងគេបំបាក់មុខមាត់កិត្តិយសសេចក្តីថ្លៃថ្នូរភាពដែលជាថាជាកិត្តិយសជាតិរបស់យើងកងទ័ពយើងត្រូវគេមើងងាយមើលថោកអស់ចិត្តពីរឿងថៃយើងមិនសូវខ្វល់ប្រហែលទេព្រោះអីអាហ្នឹងរឿងប្រចាំមិត្តដែលជាបរទេសវាចិញ្ចឹមចិត្តឈ្លានពានលួចយកដីខ្មែរតែអញ្ចឹងច្រាប់ចោះច្រាប់ឡើងគ្រប់តែគ្នាហ្នឹងក៏ប៉ុន្តែខ្មែរគ្នាឯងនេះគឺនៅចិញ្ចឹមចិត្តចងពៀគ្នាឯងអត់ឈប់ដែរមកដល់ម៉ោងនេះយើងឃើញសកម្មជនចលនាមេដាធម្មជាតិទាំង5នាក់ដែលគ្នាជាប់គុកជាង600ថ្ងៃហើយបងប្អូនជាង600ថ្ងៃបងប្អូនដឹងបាត់ល្មើសរបស់ពួកគាត់រឿងអីទេគឺតស៊ូមតិដើម្បីឲ្យកែប្រែបរិស្ថានតស៊ូមតិដើម្បីឲ្យគំលុបបឹងតស៊ូមតិដើម្បីកុំឲ្យមានអំពើពុករលួយផ្នែកកាយខ្សាច់តស៊ូមតិដើម្បីទប់កុំឲ្យគេជីកព្រែកជីកធ្វើប្រព័ន្ធណែវារីអគ្គិសនីដែលធ្វើឲ្យបំផ្លិចបំផ្លាញធនធានធម្មជាតិដោយសារអំពើពុករលួយតស៊ូមតិដើម្បីកុំឲ្យគេលុបបឹងតមុកតស៊ូមតិដើម្បីកុំឲ្យគេលក់អាកាសកងក្រៅនឹងទៅក្រុមហ៊ុនឯកជនតស៊ូមតិដើម្បីថែរក្សាការពារឆ្នេរសមុទ្រខ្មែរដើម្បីឲ្យខ្មែរទាំង7-10លានអ្នកបានអាស្រ័យផលអ្វីដែលជាការតស៊ូមតិរបស់គាត់នឹងជាសារអីមួយចំនួនហ្នឹងគឺត្រូវជាញុះញង់ប្រមាថព្រះមហាក្សត្ររឿងគ្រប់យ៉ាងហើយជាពួកឧទាមបដិវត្តពណ៌អីចឹងទៅនេះហើយគឺជាទោសរបស់ពួកគាត់ហើយសុទ្ធតែក្មេងដែលសុទ្ធតែវ័យសម្រាប់ក្រេបជញ្ជក់ចំណេះដឹងដែលយកមកជួយកសាងជាតិហើយអ្វីដែលពួកគាត់ធ្វើដែលគួរឲ្យកត់សម្គាល់ក្រុមចលនាមេដាធម្មជាតិនេះធ្វើការអត់បានប្រាក់ខែសូម្បីតែ$1ពីរដ្ឋាភិបាលឬក៏ញើសឈាមរបស់ប្រជាពលរដ្ឋខ្មែរលុយដែលពួកគាត់ធ្វើដើម្បីជួយប្រទេសកម្ពុជានេះគឺបានពីជំនួយសប្បុរសឬក៏ជំនួយឧបត្ថម្ភថវិកាពីអង្គការសង្គមស៊ីវិលផ្សេងនៅក្រៅប្រទេសឯណោះដែលគេត្រូវការជួយផ្ទឹកទៅដើម្បីផ្តក់ទៅដើម្បីឲ្យពួកគាត់បានជួយការងារប្រទេសជាអ្នកស្ម័គ្រចិត្តសុទ្ធសាធអត់បានលុយអីមួយរៀលហើយប្រថុយប្រឋានជីវិតគ្រួសារសុវត្ថិភាពបែកព្រាត់ប្រាស់កូនចៅអីដើម្បីតែកិច្ចការសង្គមវាត្រូវជាជាប់គុកទាំងអស់ទៅវិញណោះបើអ្នកដែលនៅបានរស់រានមានជីវិតហើយនៅស្រែកកោកដែលបានក្បាលមីក្រូគ្រប់គ្នានឹង
ស្រេចជេរបចោគ្នាដោយស្រាតសពុតចឹងសើខុសសនឹករបស់គណៈបកកណ្ដាលអំណាចនៅរដ្ឋាភិបាលនឹងជេរប្រសាច់នៅណាពេញបណ្ដាញសង្គមអត់ដែលជាប់គុកទេហើយតែចង់ជេរប៉ាតណាក៏បានដែរប៉ុន្តែដល់គេធ្វើអញ្ចេះជាប់គុកអាហ្នឹងឯងវារកម្មចិត្តហើយតែពេលយើងនិយាយទៅថាយើងនឹងនិយាយរិះគន់ផ្កាប់មុខអត់មានមើលចំណុចល្អរបស់រដ្ឋាភិបាលអីអញ្ចឹងបាទឥឡូវយកទៅពិចារណាខ្លួនឯងទៅរដ្ឋាភិបាលយើងត្រូវឥតខ្ចោះបាទគឺត្រូវគ្រប់ចំណុចតឡាការបដិសេធតុលាការកំពូលបដិសេធសំណើសុំដោះលែងសកម្មជនចលនាមេដាធម្មជាតិទាំង5នាក់ខ្ញុំជឿថាតុលាការកំពូលតុលាការឧទ្ធរតុលាការអីនេះទូកាត់ទោស100លានដងទៀតក៏អ្នកទាំងនេះនៅតែជាប់គុកដែរព្រោះអាសំណុំរឿងនយោបាយនេះបើអ្នកនយោបាយមិនមានចេតនាចង់ប្ររួមជាតិទេគឺនៅតែជាប់គុកមួយជីវិតអញ្ចឹងហើយមកយកឲ្យរហូតតទៅដល់ថ្ងៃត្រូវដោះលែងតែត្រូវជាប់គុកហើយនឹងជួនកាលលើសម៉ោងទៀតអត់ព្រមដោះលែងទៀតមានករណីតវ៉ាច្រើនទៀតអាបធូបថយអត់មានទេមានតែរឿងទុកអានីតិវិធីត្រូវដោះលែងគេត្រូវជាប់គុកគ្រប់ថ្ងៃកំណត់ហើយហ្នឹងណាអត់ដល់ថ្ងៃដោះហើយជួនកាលហ្នឹងអត់ដោះឲ្យបើអត់ដោះពេលថ្ងៃទៀតត្រូវពេលយប់ហ្នឹងកុំឲ្យគេទៅទទួលទៅអីនោះគឺថាធ្វើគ្រប់យ៉ាងដូចចលនាមេដាធម្មជាតិហ្នឹងលៀងហ៊ីរស្មីតារាវុធគុន្ធារដ្ឋាអីហ្នឹងដែលគេយកទៅដាក់នៅពួនកែវរស្មីហ្នឹងគឺមិនត្រឹមតែយកទៅដាក់ពន្ធនាគារមួយគឺចែកពេញស្រុកខ្មែរ5ពន្ធនាគារដើម្បីអីឲ្យគាត់វេទនាបងប្អូនក្រុមគ្រួសារទៅសួរសុខទុក្ខក៏លំបាកដែរបិទបាំងសិទ្ធិសេរីភាពរបស់គេមធ្យមងុំនឹងរឿងធ្វើទុកបុកម្នេញអារបៀបអមនុស្សអមនុស្សធម៌មិនអមនុស្សវាទៅជាខ្មោចអមនុស្សធម៌ហ្នឹងគឺបានន័យថាវាចិត្តហ្នឹងវាខុសខើអត់មានចិត្តសន្តោសប្រោសប្រណីអីថាចុះបើគ្នាជ្រុលតែអញ្ចឹងហើយដាក់គ្នាមកដុំទៅនៅពន្ធនាគារនៅកណ្ដាលក្រុងភ្នំពេញទៅដើម្បីឲ្យក្រុមគ្រួសារកូនប្រពន្ធគេហ្នឹងមកសួរសុខទុក្ខឬសកម្មជនអីគេមកគាំទ្រឲ្យកម្លាំងចិត្តអត់យកទៅដាក់ឯងឆ្ងាយហើយដាក់ខុសគុកគ្នាទៀតឥឡូវនេះតាមសេចក្តីរាយការណ៍របស់អង្គការ Liga do នៅមូលដ្ឋានហ្នឹងនិយាយថានៅថ្ងៃច័ន្ទពីម្សិលមិញនេះគឺតុលាការកំពូលបដិសេធសំណើសុំដោះលែងសកម្មជនចលនាមេដាធម្មជាតិទាំង5នាក់ដែលការបដិសេធនេះគឺជាការបន្តឃុំខ្លួនពួកគាត់ឲ្យនៅក្នុងពន្ធនាគារក្រោមបទចោទថារួមគំនិតក្បត់និងប្រមាថចំពោះអង្គព្រះមហាក្សត្រកាលពីថ្ងៃទី23ខែកុម្ភៈតុលាការកំពូលបើកសវនាការពិនិត្យលើសំណុំរឿងដោះលែងឲ្យមានសេរីភាពក្រុមមេធាវីរបស់អ្នកទាំង5សំទោសដោះលែងមានសេរីភាពពីសំទោសខ្ញុំអានព័ត៌មាននេះលឿនពេកកាលពីថ្ងៃទី23ខែកុម្ភៈហ្នឹងតុលាការកំពូលបើកសវនាការបាទហើយដើម្បីតាក់ទងសំណុំរឿងដែលមេធាវីដាក់ប្តឹងហ្នឹងសូមឲ្យនៅក្រៅឃុំប៉ុន្តែសេចក្តីសម្រេចនេះគឺតុលាការកំពូលទើបតែសម្រេចនៅឯព្រឹកថ្ងៃនេះហើយជាលទ្ធផលគឺបដិសេធមិនឲ្យនៅក្រៅឃុំទេបង្គាប់ឲ្យនៅក្នុងឃុំហ្នឹងបន្តទៀតអ្នកទាំងអស់នេះត្រូវគេផ្ដន្ទាទោសកាលពីខែកក្កដាឆ្នាំ2024ដែលផ្ដន្ទាទោសទាំងអស់មិនមែនតែ5នាក់ទេគឺ10នាក់ណាចលនាមេដាធម្មជាតិបរិស្ថានតាក់ទងនឹងជាប់ពន្ធនាគារពី6ទៅដល់8ឆ្នាំពីបទល្មើសរួមគំនិតក្បត់និងប្រមាថព្រះមហាក្សត្រនេះសកម្មជនបរិស្ថានទាំង5រូបដែលកំពុងជាប់ពន្ធនាគាររួមមានលោកថនរដ្ឋាលោកលីចន្ទរាវុធយីមលៀងហ៊ីកញ្ញាលងកន្ធានិងភួនកែវរស្មីឥឡូវនេះគឺដោយសារតែការបដិសេធនេះបានន័យថាពួកគាត់នឹងនៅបន្តជាប់ពន្ធនាគារឥឡូវបានដល់ទៅជាង20ខែហើយបាទជាង600ថ្ងៃហើយសកម្មជនទាំងនេះស្ថិតក្នុងចំណោមអ្នកជាប់ឃុំដែលប្រាស្រ័យសិទ្ធិរបស់ខ្លួនចំនួន97អ្នកសុទ្ធតែជាអ្នកទោសមនសិការទាំងអស់ដែលចងក្រងដោយអង្គការ Liga do អ្នកជាប់ឃុំដោយការប្រាស្រ័យសិទ្ធិនេះរួមមានសកម្មជននយោបាយសកម្មជនសិទ្ធិមនុស្សសកម្មជនបរិស្ថានសកម្មជនសហជីពនិងអ្នកប្រើប្រាស់បណ្ដាញសង្គមដែលត្រូវបានជាប់ពន្ធនាគារដោយសកម្មភាពសកម្មនិយមរបស់ពួកគាត់ក្នុងការបញ្ចេញមតិការពារសិទ្ធិមនុស្សនៅក្នុងប្រទេសស្ដាប់ទៅបងប្អូនតលាន់នេះនៅពេលដែលយើងឮថាអ្នកជាប់គុកដោយសារការបញ្ចេញមតិរដ្ឋធម្មនុញ្ញកម្ពុជាចែងការពារសិទ្ធិសេរីភាពប្រជាពលរដ្ឋនៅក្នុងការបញ្ចេញមតិហើយដល់ពេលហើយជាប់គុកដោយសារការបញ្ចេញមតិតើយ៉ាងម៉េចទៅវិញរឿងហ្នឹងអស់ពីហ្នឹងគឺតកតងនឹងចលនាមេដាធម្មជាតិនេះគឺមន្ត្រីសិទ្ធិមនុស្សអន្តរជាតិហៅសកម្មជនចលនាមេដាធម្មជាតិទាំងអស់នេះថាជាវីរជនបរិស្ថាន Green Heroes បាទគឺរឿងស្រុកខ្មែរបើនិយាយទៅសហគមន៍អន្តរជាតិគឺមានអង្គការអន្តរជាតិមួយចំនួននឹងឲ្យពានរង្វាន់សុទ្ធតែជាវីរបុរសវីរនារីបរិស្ថានទៅដល់ក្រុមនេះប្រមាណដងហើយប៉ុន្តែនៅក្នុងយើងគឺសុទ្ធតែជាសត្រូវស៊ីសាច់ហុតឈាមតែម្ដងមិនឆ្ងល់ហេតុអីបានជាអន្តរជាតិហ្នឹងគេមើលឃើញតែគាត់ជាវីរបុរស
ហើយតែយើងនឹងទៅមើលឃើញគាត់ទៅជាបិសាចដល់សាហាវខខើត្រូវតែដាក់ច្បាក់ដាក់គុកអញ្ចឹងណាលោក Steve សំទោសលោក Phil Robertson ដែលជាប្រធានអង្គការសិទ្ធិមនុស្សនិងការតស៊ូមតិដើម្បីពលករដែលមានមូលដ្ឋាននៅប្រទេសថៃលោក Phil Robertson ធ្លាប់ជាមន្ត្រីជាន់ខ្ពស់នៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch ប៉ុន្តែឥឡូវនេះលោកធ្វើការឲ្យអង្គការមួយដែលលោកបង្កើតថ្មីដែលឈ្មោះថាអង្គការសិទ្ធិមនុស្សនិងការតស៊ូមតិហៅកាត់ថា AHRLA ដែលមានមូលដ្ឋាននៅទីក្រុងបាងកកហ្នឹងហៅអ្នកទាំងនេះថាជាវីរៈបរិះឬក៏វីរៈជនបរិស្ថានការដែលហៅដូច្នេះគឺគាត់ទាមទារឲ្យដោះលែងអ្នកទាំងអស់នេះជាបន្ទាន់នឹងដែលលក្ខខណ្ឌលោកនិយាយអញ្ចេះលោកថាសកម្មជនចលនាមេដាធម្មជាតិត្រូវបានតុលាការផ្ដន្ទាទោសដោយខុសចង់និយាយថាមិនត្រឹមត្រូវឲ្យដាក់គុកដោយការតវ៉ារបស់ពួកគាត់ដោយសន្តិវិធីសោះហើយការតវ៉ារបស់ពួកគាត់គឺធ្វើប្រឆាំងនឹងប្រព័ន្ធរដ្ឋាភិបាល